ចាសូមជំរាបសួរសម្រាប់ពុកម៉ែបងប្អូនវិជាកសិករដែលចិញ្ចឹមសត្វគ្រប់ប្រភេទខ្វះស្មៅបងអូនណែនាំប្រភេទស្មៅជីណេម៉ូបាសាជាអំបូរស្មៅដែលមានប្រូតេអ៊ីនខ្ពស់អាយុកាលវែងសម្រាប់ស្មៅនេះបងអូនដាំទៅតែអាយុកាលវាទៅតែ20ថ្ងៃជាងទេហើយសម្រាប់ស្មៅនេះយើងកាត់ហើយដុះវិញលឿនយើងប្រមូលផលបានយូរឆ្នាំមកសម្រាប់បងដាំតែម្ដងអីគឺប្រមូលផលបានយូរហើយសម្រាប់ស្មៅនេះជាប្រភេទស្មៅដើមទុនល្អិតស្មៅរ៉ូស៊ីបងទាំងអស់គ្នាដើមវាគឺល្អិតបែបនេះបងចំកកងានមន់ទីអីបងដាក់ឲ្យស៊ីបានចង់លេងឲ្យស៊ីក៏បានដែរស្មៅនេះគឺល្អខ្លាំងដើមទុននេះបងអត់ល្មមអត់ស្គៀតទេបងអាចដាំហើយយើងប្រមូលផលបានយូរឆ្នាំមែនតើអញ្ចឹងធៀបការចំណាយយើងចំណេញច្រើនមួយវិញទៀតសម្រាប់បងដែលចង់បានពពួកស្មៅផ្អែមដើមដូចពោតសលៃក្របធំបែបនេះបងក្របគឺក្របស្អាតមែនតើក្របស្មៅស៊ូហ្គាំស្លឹកធំប្រូតេអ៊ីនខ្ពស់ជាអំបូរស្មៅផ្អែមអញ្ចឹងសម្រាប់បងដែលចិញ្ចឹមកដោបមិនថាចិញ្ចឹមកដោបគោកវៃយកសាច់យកទឹកដោះទេបងទាំងអស់គ្នាបងអាចជ្រើសរើសពពួកស្មៅផ្អែមបានសម្រាប់ស្វីតចាំបូក៏ដូចគ្នាដែរបងទាំងអស់គ្នាស្វីតចាំបូជាអំបូរពពួកស្មៅផ្អែមដូចគ្នាប្រូតេអ៊ីនខ្ពស់បងមួយវិញទៀតបងមានតែដីស្រែចង់ដាំដីស្រែយើងមានប្រភេទប៉ាស្ប៉ាឡូមខាថាឡាមឬក៏អត្រាតាមជាអំបូរតែមួយគ្រាប់គឺដូចគ្នាតែម្ដងអញ្ចឹងបងអាចដាំបានស្មៅនេះដាំលើដីគោក៏បានដីស្រែក៏បានពេលទឹកលិចក៏អត់មានបញ្ហាដែរស្មៅនេះគឺល្អខ្លាំងអញ្ចឹងបងចង់បានប្រភេទស្មៅចកាក៏មានស្មៅដាំនៅក្នុងស្រែក៏មានស្មៅដាំនៅក្នុងស្រែបងអាចប្រើប្រភេទនេះបានប៉ាស្ប៉ាឡូមខាតាឡាមឬអត្រាតា